ពិតជាមិនធម្មតាមែនមានរឿងអីរហូតដល់ប្រើប្រាស់ហិង្សាតាមការជម្រាបជូនថាក្រោយពេលទទួលបានព័ត៌មានករណីហិង្សារវាងបរិសុទ្ធនិងស្ត្រីឆ្លោះគ្នានៅចំណុចមុខភោជនីយដ្ឋានភ្លាមលោកអធិការចាត់កម្លាំងជំនាញសហការជាមួយនឹងនគរបាលប៉ុស្តិ៍ព្រែកឫស្សីចុះទៅអន្តរាគមន៍ភ្លាមដែរជាលទ្ធផលក្រោយពេលនគរបាលយើងចុះទៅដល់កន្លែងកើតហេតុបរិសុទ្ធស្ត្រីទាំងពីរនាក់នៅក្នុងវីដេអូបានចារចេញទៅបាត់ហើយយោងតាមការសាកសួររបស់បងប្អូនជាពលរដ្ឋរស់នៅក្បែរនោះបានបញ្ជាក់ប្រាប់ថាអ្នកទាំងពីរជាសង្សារនឹងគ្នានិយាយជជែកគ្នាឆ្លោះគ្នាជាង1ម៉ោងទើបមានអ្នកថតវីដេអូរាយការណ៍ជូនសមាជិកយើងសូមបញ្ជាក់ថាប្រសិនបើបងប្អូនឃើញភាគីណាមួយឬមានរោគរបួសស្នាមចង់ដាក់ពាក្យបណ្ដឹងរោគយុត្តិធម៌សូមអញ្ជើញមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលព្រែកឫស្សីឬក៏អធិការដ្ឋានក្រុងតាខ្មៅយើងខ្ញុំនឹងរងចាំទទួលពាក្យបណ្ដឹងដោយសមណរីករាយ